លោកដែលជាសួស្ដីទៅដល់អ្នកនរគ្នាថ្ងៃនេះផងដែរគឺយើងនឹងធ្វើការមកសម្រាប់ទៅលើសាច់រឿង Attack on Titan មែនទេថ្ងៃនេះផងដែរគឺយើងនឹងធ្វើការមកសម្រាប់ទៅលើសាច់រឿង Attack on Titan The Movie ដែលនិយាយអំពីជីវប្រវត្តិរបស់ Captain Levi កំពុងមួយម៉ាយពីដីរបស់យើងហ្នឹងឯងនៅក្នុងស៊េរីរបស់ Attack on Titan យើងដឹងហើយថា Captain Levi គឺជា Captain មួយរូបរបស់ក្រុម Scott ដែលមានភាពកក់ក្ដៅទៅលើគ្រប់គ្នាហើយគ្មានធម៌មេត្តាទៅលើ Titan នោះទេតែយើងមិនដឹងទេថាជីវប្រវត្តិរបស់គាត់យ៉ាងម៉េចខ្លះហើយគាត់ចូលមកក្នុងក្រុម Scott ដោយរបៀបណាហើយតាំងពីពេលណាមកអញ្ចឹងថ្ងៃនេះផងដែរគឺយើងនឹងធ្វើការទៅមើលពីជីវប្រវត្តិរបស់គាត់ទាំងអស់គ្នាថាតើ Levi នឹងចេញមកពីកលៀតណាមកហើយថាគាត់ចូលក្រុម Scout ដោយរបៀបណាខ្លះអញ្ចឹងយើងនឹងមកមើលវីដេអូនេះទាំងអស់គ្នាUnderground គឺជាទីក្រុងក្រោមដីដែលត្រូវបានការពារដោយដើមឈើធំៗនៅខាងក្រៅជញ្ជាំងទីនេះធ្វើបាត់តែវាមានសុវត្ថិភាពពីពពួក Titan ក៏ពិតមែនប៉ុន្តែក៏វាមិនប្រកាសថាស្រួលរនៅនោះទេដោយសារតែទីក្រុងមួយនេះស្ថិតនៅក្រោមដីម្ល៉េះហើយពន្លឺព្រះអាទិត្យគឺវាមិនអាចជះមកដល់ទីនេះបាននោះទេអញ្ចឹងហើយប្រជាជននៅទីនេះគឺធ្វើការរស់នៅពឹងផ្អែកទៅលើការដុតភ្លើងសញ្ជាទៀនហើយពិបាកនៅក្នុងការដាំដុះក៏ដូចជាធ្វើការប្រកបរបររកស៊ីខ្លាំងណាស់ហើយរឿងសំខាន់មួយទៀតទៅពេលដែលមិនត្រូវបានពន្លឺព្រះអាទិត្យជះចំក្នុងរយៈពេលយូរជើងរបស់ពួកគេគឺប្រកាសជាមានបញ្ហាជាមិនខាននោះទេរហូតដល់ថ្នាក់មិនអាចដើររួចទៀតផងហើយប្រជាជននៅUndergroundគឺមិនត្រូវបានអនុញ្ញាតឲ្យឡើងទៅខាងលើបាននោះទេដោយឡើងទៅបានលុះត្រាតែពួកគេមានមូលហេតុក៏ដូចជាមានលុយសុកប៉ាន់ទៅដល់អ្នកយាមទៅលើផ្លូវតែប៉ុណ្ណោះទៅពួកគេអាចឡើងទៅខាងលើបានហើយដោយសារតែផ្លូវក្រុងការឡើងទៅខាងលើគឺត្រូវបានគ្រប់គ្រងទៅដោយអាប៉ែម្នាក់ដែលមានឈ្មោះថា Lobo គឺអាប៉ែហ្នឹងយកលុយច្រើនខ្លាំងមែនទែននៅពេលដែលប្រជាជននៅUndergroundចង់ឡើងទៅខាងលើហ្នឹងឯងដូច្នេះហើយទើបប្រជាជនខ្លះហុកចិត្តនៅឈឺស្លាប់ខាងក្រោមក៏មិនឡើងទៅដល់ខាងលើបាននោះដែរហើយមូលហេតុដែលពួកគេស្លាប់នៅខាងក្រោមគឺដោយសារតែបច្ចេកវិទ្យាពេទ្យនៅខាងក្រោមនោះគឺវាមិនទំនើបដូចនៅខាងលើទេហើយមិនទំនើបហើយមកជុំទេងុំគឺថាថ្លៃមកថ្លៃហើយដូច្នេះទៅធ្វើឲ្យអ្នកជំនាញភាគច្រើននៅUndergroundនោះគឺពួកគេត្រូវការលុយជាចាំបាច់ក្នុងការសុបប៉ាន់ទៅដល់អ្នកយាមទ្វារដើម្បីឲ្យពួកគេឡើងទៅខាងលើរមន្ទីរពេទ្យណាមួយដើម្បីព្យាបាលរបស់ពួកគេហ្នឹងឯងហើយមួយទៀតUndergroundមួយនេះគឺមិនសូវមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេបើសិនបើមិនធ្វើការងារដូរបាយនោះទេប្រកាសជាដាច់ពោះស្លាប់ជាមិនខាននោះទេUnderground នេះហើយគឺជាកន្លែងស្រុកកំណើតរបស់កាពីតែនមួយម៉ែពីដី Levi របស់យើងហ្នឹងឯងហើយដោយសារតែតាំងពីតូចមកគឺគាត់ខ្វះអាហារូបត្ថម្ភផងហើយនឹងរស់នៅក្នុងទីកន្លែងកខ្វក់អញ្ចឹងទៀតម្ល៉េះហើយទៅធ្វើឲ្យគាត់កទឿដល់រាល់ថ្ងៃហ្នឹងឯងហើយនេះគឺជា Levi របស់យើងដែលកាលនោះគឺគេមិនទាន់បានចូលជាក្រុម Scorpion នៅឡើយនោះទេ Levi ដែលស្ថិតនៅខាងក្រោមUndergroundនោះគឺគេមានតួនាទីដូចជាចោលចិត្តជាអញ្ចឹងមានន័យថាគេប្រើ ODM gear ដើម្បីធ្វើការលួចនៅរបស់របរដែលគេមិនបានប្រុងប្រយ័ត្នហ្នឹងឯងហើយយកវាមកជួយទៅដល់អ្នកទុនខ្សោយក៏ដូចជាអ្នកក្រខ្សត់ដែលនៅខាងក្រោមហ្នឹងឯង Levi គឺមានមិត្តភក្តិដែលជិតស្និទ្ធម្នាក់ដែលគាត់រាប់អានដូចជាបងប្អូនអញ្ចឹងដែលម្នាក់នោះគឺមានឈ្មោះថា Fallen ពីរអ្នកគេនេះហើយគឺជាចោលចិត្តជាដែលបានធ្វើបេសកកម្មជាច្រើនក្នុងការលួចរបស់របរក៏ដូចជាលុយក្នុងការជួយក្មេងៗពីជំងឺរបស់ពួកគេផងដែរដោយសារតែអ្នកខ្លះគឺម្ដាយគេឈឺហើយអ្នកខ្លះទៀតគឺសម័យខ្លួនរបស់គេឈឺផងដែរហើយជំងឺដែលគេឈឺភាគច្រើននោះគឺជាជំងឺជើងដូចគ្នានឹងឯងដោយសារតែពួកគេអ្នកខ្លះគឺមិនអាចឡើងទៅដល់ខាងលើដើម្បីទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់នោះទេបន្ទាប់ពីឲ្យលុយទៅដល់ក្មេងៗទាំងនោះរួចហើយនឹងភ្លាមនោះផងដែរក៏មានលឺសំឡេងគួរទ្វារហើយ Levi ជាមួយនឹង Fallen នឹងគឺធ្វើការប្រុងប្រយ័ត្នខ្លាំងមែនទែនព្រោះខ្លាចថាម្ចាស់បំណុលឬក៏ម្ចាស់លុយហ្នឹងគេមកទាមទារលុយរបស់គេវិញប៉ុន្តែនៅពេលដែលគេបើកទ្វារមកនោះគឺមិនបានឃើញអ្នកណាទេបែរជាឃើញក្មេងស្រីម្នាក់កំពុងតែអោបទ្រូងមិនដឹងថាគេកាន់អ្វីមកនោះទេដំបូង Levi បានដេញក្មេងម្នាក់នោះចេញថាទីនេះគឺមិនមែនជាកន្លែងដែលក្មេងៗសម្រាប់រត់លេងនោះទេប៉ុន្តែនារីម្នាក់នោះគឺបាននិយាយថាគេមិនមែនជាក្មេងនោះទេហើយគេគឺកំពុងតែធ្វើការរត់ចេញពីនរណាម្នាក់ដំបូង Levi គឺមិនចង់ទៅវីលវល់ជាមួយនឹងនារីម្នាក់នោះទេប៉ុន្តែនៅពេលនោះផងដែរក៏មានអាចអាចចែង3នាក់បានរត់មកដល់ទីនេះហើយបានសួរ Levi ទៀតផងដែរថាមិនឃើញនារីណាម្នាក់រត់កាត់ទីនេះដែរឬក៏អត់លើនោះផងដែរអាប៉ែម្នាក់ដែលមើលទៅដូចជាមេគេនឹងក៏បានឡើងទៅកាន់ចន្ទាផ្ទះរបស់ Levi ហើយគាត់ក៏បានមើលឃើញមួយវត្តមានរបស់នារីម្នាក់នោះបន្ទាប់មកគាត់ក៏បាននិយាយផងដែរថានារីម្នាក់នេះគឺបានឡើងទៅកាន់ច្រកទី11ដែលបានកាន់កាប់ទៅដោយលោក Lobo ហើយនារីម្នាក់នេះគឺបានឡើងទៅទីធ្លាខាងលើដោយមិនបងប្រាក់ឲ្យពួកគេនោះទេហើយមិនមែនជាលើកទី1ទេគឺវាច្រើនដងពេកហើយទើបធ្វើឲ្យពួកគេតាមនាងបែបនេះហើយយើងដឹងស្រាប់ហើយថាការឡើង
ឡើងទៅដោយគ្មានច្បាប់ទម្លាប់បែបនេះគឺគេប្រកាសជាត្រូវកាត់ទោសនាងជាមិនខាននោះទេអញ្ចឹងហើយ Levi បើសិនជាមិនចង់ឈឺសាច់ក៏ដូចជាមិនចង់នាំរឿងដល់ខ្លួនឯងទៅនោះឆាប់ប្រកបក្មេងស្រីម្នាក់នេះឲ្យគេភ្លាមមកតែពេលម្នាក់នោះក៏ធ្វើការឡើងចង់ទៅចាប់ក្មេងស្រីម្នាក់នោះទៅកន្លែងរបស់វាប៉ុន្តែកំហុសដ៏ធំរបស់វានោះគឺវាបានយកដៃរបស់វាទៅប៉ះស្មារបស់ Levi ទៅធ្វើឲ្យ Levi ក៏លាស់ក្បិតឆាច់ហើយបាននិយាយថាកុំយកដៃដែលស្មោកគ្រោករបស់ឯងមកប៉ះខ្លួនរបស់យើងឲ្យសោះហើយធ្វើត្បិតតែ Levi នៅកន្លែងក៏ខ្វក់ពិតមែនប៉ុន្តែគាត់ស្រឡាញ់ការស្អាតខ្លាំងមែនទែនសូម្បីតែផ្ទះរបស់គាត់ក៏គាត់មិនចង់ឲ្យមានការប្រឡាក់ដីតិចនោះដែរដូច្នេះហើយទើបគាត់យកលេសមួយនេះធ្វើការវាយប្រហារទៅកាន់អាប៉ែមួយនឹងតែម្ដងហើយតាមការពិតគឺគាត់ចង់ជួយនារីម្នាក់នោះទេ Levi ក៏បាននិយាយទៅកាន់អាប៉ែនឹងទៀតផងដែរថាបើឯងចង់ឈឺសាច់ហើយឆាប់ចូលមកវិញភ្លាមមក Fulan ក៏បាននិយាយប្រាប់ទៅកាន់អាម្នាក់នឹងទៀតផងដែរថាថ្ងៃក្រោយបើសិនជាចង់មកលេងផ្ទះគាត់លាងដៃឲ្យស្អាតផងចាំមកវិញតែ3នាក់ហ្នឹងដោយសារតែឃើញថា Levi គ្រោះថ្នាក់ខ្លាំងពេកគេក៏បានរត់ទៅបាត់ទៅហើយរឿងដែលហួសចិត្តបំផុតនោះគឺថានារីម្នាក់ដែលលួចឡើងទៅខាងលើជាច្រើនលើកជាច្រើនសារហ្នឹងគឺនាងឡើងទៅគ្រាន់តែយកអាចារ្យមួយដែលនាងកាន់នៅដៃហ្នឹងឡើងទៅខាងលើវិញតែប៉ុណ្ណោះដល់ថ្នាក់ Levi បានសើចឬក៏បាននិយាយថាពិតជាគំនិតដ៏ស្ងួតឡប់មែនតើហើយដែលឃើញថាប្រសិនបើនាងចេញទៅខាងក្រៅនៅពេលនេះប្រកាសជាមានគ្រោះថ្នាក់នោះ Levi ក៏អនុញ្ញាតឲ្យនាងនៅទីនេះជាបណ្ដោះអាសន្នសិន Fulan ក៏បានធ្វើការមើលទៅចាប់មួយនោះហើយក៏បានដឹងថាវាមិនអាចហោះកើតគឺដោយសារតែវាបាក់ស្លាប់នឹងឯងអញ្ចឹងហើយគេក៏បានធ្វើការព្យាបាលចាប់មនុស្សទៅដោយឃើញថា Levi ជាមួយនឹង Fulan ជាមនុស្សល្អនាងម្នាក់នោះក៏បានប្រាប់ឈ្មោះរបស់នាងទៅកាន់អ្នកទាំងពីរផងដែរそうだ名前は私はイザベルដែលនាងគឺមានឈ្មោះថា Isabel ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេដោយសារតែនាងដឹងថាពីរនេះហើយគឺជាចៅចិត្តជាដែលធ្វើការលួចរបស់អ្នកមានហើយទៅជួយអ្នកក្រនោះគ្រានោះផងដែរក៏ធ្វើឲ្យនាងបានសុំ Levi ថានាងចង់ខ្លាយជាមួយក្នុងចំណោមពួកគេមានន័យថានាងចង់រៀនប្រើ ODM gear ហ្នឹងឯងដោយសារតែនាងបានឃើញថា Levi ជាមួយនឹង Fulan ហ្នឹងប្រើ ODM gear ហោះពេញទីក្រុង Underground ហ្នឹងឯងទើបធ្វើឲ្យនាងចង់ខ្លាយជាមួយនៅក្នុងចំណោមពួកគេដែរ Levi ភ្លាមទៅផងដែរគឺគាត់មិនទាន់ចូលព្រមនោះទេប៉ុន្តែដោយសារតែ Isabel គាត់ធ្វើការសុំអង្វរគាត់ជាច្រើនដងពេកទើបធ្វើឲ្យគាត់បាននិយាយថាここにいるなら立体軌道より先にបើសិនមកចង់ចេះរៀនធ្វើការប្រើប្រាស់ទៅលើ OEM gear ហ្នឹងឲ្យនាងធ្វើការរៀនបបោផ្ទះរបស់គាត់ជាមុនសិនទៅ Isabel ឮដូច្នោះគឺនាងធ្វើមុខអាមីអាម៉ក់គឺថាឆ្ងល់នឹងឯងបន្ទាប់មក Fulan គាត់ក៏បាននិយាយថា Levi ហ្នឹងអនុញ្ញាតឲ្យនាងរៀនធ្វើការប្រើប្រាស់ ODM gear ហើយទើបធ្វើឲ្យ Isabel ហ្នឹងគឺថាយកតែមែនតើមិនយូរមិនទំនាក់ទំនងរបស់អ្នកទាំង3នាក់ក៏កាន់តែជិតស្និទ្ធទៅគឺដូចជាបងប្អូនបង្កើតអញ្ចឹងហើយ Isabel ក៏បានចេះតាទៅលើឧបករណ៍ ODM gear បានសម្រេចផងដែរហើយបេសកកម្មរបស់នាងក៏បានសម្រេចដូចគ្នាដែលនាងបានយកចាប់ដែលនាងបានការពារកាលពីដើមរឿងហ្នឹងយកទៅបន្លែងពីខាងក្រៅបានដូចគ្នាក្តីសម័យដ៏ធំរបស់អ្នកទាំង3នេះគឺការឡើងទៅរស់នៅព្រៃខាងលើដែលជាទឹកដីដែលមានទៅលើពន្លឺព្រះអាទិត្យហ្នឹងឯងមិនយូរប៉ុន្មានថ្ងៃដែលបានធ្វើការប្រែទៅលើជីវិតរបស់អ្នកទាំង3ក៏បានធ្វើដំណើរមកដល់ដូចគ្នាមានអ៊ំចាស់ម្នាក់ដែលអាចហៅបានថាជាអ្នកដែលមានមុខមាត់ខ្ពង់ខ្ពស់នៅក្នុង Underground នេះផងដែរគាត់បានមកនិយាយប្រាប់ Levi ផងដែរថាលោក Lobo គឺចង់ជួប Levi ឯងតែវាឡានឡើងទៅដល់ផ្ទៃខាងលើរួចហើយលោក Lobo ក៏ធ្វើឱកាសសម្ដែងសម្ដាជាមួយនឹង Levi ប៉ុន្តែបាននិយាយឲ្យឃើញនោះគឺគាត់បាននិយាយថាគាត់ដឹងថា Levi ហ្នឹងកំពុងតែត្រូវការលុយដើម្បីជួយកាន់ក្មេងៗនៅខាងក្រោមឲ្យផុតពីជំងឺបាក់ជើងក៏ដូចជាពិការជើងហ្នឹងឯងអញ្ចឹងហើយគាត់មានបេសកកម្មមួយចង់ឲ្យ3នាក់នឹងធ្វើផងដែរដែលគាត់បាននិយាយថានៅពេលធ្វើកិច្ចការមួយនេះចប់ហ្នឹងគឺ Levi ទទួលបានអត្ថប្រយោជន៍ដូចជាទី1គឺគេនឹងទទួលបានលុយជាច្រើនក្នុងការធ្វើការមួយនេះហើយទី2អ្វីដែលពួកគេចង់បានខ្លាំងបំផុតនោះគឺជាសញ្ជាតិក្នុងការរស់នៅផ្ទៃខាងលើជាមួយនឹងគេទាំងឯងបន្ទាប់មកមិនដឹងថា Levi ជាមួយនឹងលោក Lobo នោះគឺក៏មិនដឹងជានិយាយអីជាមួយគ្នានោះទេដែលធ្វើឲ្យ Levi មានការរន្ធត់ចិត្តខ្លាំងមែនតើដូច្នេះទៅធ្វើឲ្យ Levi យកព្រមទៅលើសំណើមនេះទាំងភ្លាមតែម្ដងមិនយូរបានពួកគេក៏ធ្វើការរៀបចំទៅលើ ODM gear ដើម្បីធ្វើការត្រៀមទៅលើផែនការមួយនេះផងដែរហើយមកដល់កន្លែងនេះហើយអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាឆ្ងល់ហើយថា Levi នឹងទៅរៀន ODM gear ជាមួយពីណាគេបានជចេះប្រើ ODM gear នៅខាងក្រៅហ្នឹងពួកគឺ Levi គាត់ព្រានដោយខ្លួនឯងនឹងឯងជាមួយនឹងទេពកោសល្យរបស់គាត់គឺដូចជាមានដងខាង ODM gear នឹងឯងទៅធ្វើឲ្យគាត់រៀនខ្លួនឯងមកផ្លែជចេះហើយ Isabel ជាមួយនឹង Fulan គាត់ឆ្ងល់គាត់ក៏បានសួរថាមានរឿងអីនៅពេលដែលនិយាយជាមួយនឹង Apple Lobo នោះមិនបានជានៅពេលដែលមកដល់ខាងក្រៅវិញ Levi បញ្ញាប់បញ្ញាយ៉ាងដូចនេះតែ Levi គឺក៏មិនបាននិយាយអ្វីនេះទេតែតាមការពិតប្រសិនបើគេមិនធ្វើការមួយនេះនោះទេនោះពួកគេទាំង3នាក់ប្រកាសជាត្រូវបានចាប់ទៅដោយកងប៉ូលីសនឹងហើយគឺដោយសារតែ Levi
Isabel ជាមួយនឹង Fuller ហ្នឹងគឺជាឧក្រិដ្ឋជនជាន់ខ្ពស់ដែលប៉ូលីសមិនអាចចាប់បានទេចាប់អីបានបើ3នាក់នឹងប្រើ ODM Gear ហោះហ្នឹងឯងដូច្នេះហើយហ្នឹងទើបធ្វើឲ្យ3នាក់ហ្នឹងគឺត្រៀមខ្លួនរាល់ថ្ងៃតែម្ដងមិនយូរមកថ្ងៃនោះក៏ធ្វើដំណើរមកដល់ដូចគ្នាដែល Levi Isabel ជាមួយនឹង Fuller គឺត្រូវបានដេញចាប់ទៅដោយក្រុមប៉ូលីសប្រមាណអ្នកដែលឡើងមកពីខាងលើហ្នឹងឯងហើយដោយសារតែទេពកោសល្យក្នុងការបាញ់ ODM Gear របស់អ្នកទាំង3គឺថាខ្លាំងយកតែមែនតើធ្វើឲ្យក្រុមទាហានទាំងអស់នោះគឺដេញពួកគេមិនតាន់នោះទេដល់ Levi បានប្រើក្បាច់មួយដែលធ្វើឲ្យដាច់ចង្កេះដល់ក្រុមទាហានទាំងអស់នោះទើបធ្វើឲ្យគេបានចាប់អារម្មណ៍ថាក្រុមទាំងអស់នេះគឺមិនមែនជាទាហានធម្មតានោះទេគឺដោយសារតែគាត់បានឃើញផ្លាកនោះដែលមិនមែនជាផ្លាករូបសេះនោះទេប៉ុន្តែបែរជារូបផ្លាករបស់សត្វបក្សីទៅវិញដែលដូច្នេះហើយទើបធ្វើឲ្យគាត់ប្រកាសចិត្តថានេះគឺមិនមែនជាក្រុមប៉ូលីសនោះទេប៉ុន្តែនេះគឺជាក្រុមសវ័យខំនឹងឯងហើយក្រុមសវ័យខំនេះក៏មិនមែនជាក្រុមសវ័យខំធម្មតាដែរពោលគឺជាក្រុមមេតាហានតែម្ដងដែលយើងក៏ដឹងហើយថានេះគឺជាលោក Commander Erwin នឹងឯងប៉ុន្តែនៅពេលនោះគឺគាត់នៅតែជា Captain នៅឡើយនោះទេហើយដល់ថ្នាក់លោក Commander Erwin ចុះមកចាប់ខ្លួនរបស់ Levi ដែលផ្ទាល់បែបនេះពោលគឺ Levi នេះគឺកេរ្តិ៍ឈ្មោះរបស់គេមិនអត់នោះទេនៅ Underground នេះហើយដោយសារតែពួកគេគឺគ្មានអាវុធតបតជាមួយនឹងក្រុមទាហានទាំងអស់នោះពោលគឺគេមានតែ ODM Gear មិនមាន Blade នោះទេ Levi ក៏ធ្វើការឲ្យពួកគេនឹងមកបែកគ្នាជាក្រុមទៅកុំឲ្យធ្វើការរត់តាមគ្នាអញ្ចឹងអីស្រួលខាក្រុមទាហានចាប់បានទាំងអស់អីចឹងទៅតែខណៈពេលដែល Levi កំពុងតែបាញ់ ODM Gear ឆ្វាច់នៅពេលនោះផងដែរ Mike គឺគាត់បានទម្លុះជញ្ជាំងមកចាប់ Levi ឲ្យធ្លាក់ចូលទៅខាងក្រោមតែម្ដងហើយដោយសារតែ Levi គឺគាត់គ្មាន Blade ទៅប្រយុទ្ធជាមួយ Mike គាត់ក៏បានទាញកូនកាបិតមួយមកប្រយុទ្ធជាមួយនឹង Mike ប៉ុន្តែភ្លាមនោះផងដែរលោក Commander Erwin របស់យើងគឺធ្វើការមកប្រយុទ្ធជាមួយនឹង Levi ដែលផ្ទាល់តែម្ដងខ្សែភ្នែករបស់ពួកគេទាំងពីរនាក់ហ្នឹងគឺថាមើលទៅគឺឆេះឈួរខ្លាំងមែនទែនស្ទើរតែស៊ីសាច់ហត់ឈាមហើយប៉ុន្តែលោក Commander Erwin គាត់បាននិយាយឲ្យ Levi ហ្នឹងចិត្តត្រជាក់ទៅដោយសារតែពេលនេះគឺគាត់បានចាប់បានគ្នារបស់ Levi ទាំងអស់ហើយកន្លែងមួយនេះហើយគឺជាកន្លែងដែលភ្ជាប់និស្ស័យរបស់អ្នកទាំងពីរហ្នឹងឯងទីបំផុត Levi គាត់ក៏បានធ្វើការយកប្រំបកលខ្លួនឲ្យក្រុមរបស់លោក Commander Erwin ហើយបានចាប់ដាក់ខ្នោះរបស់អ្នកទាំង3រួចហើយលោក Commander Erwin គឺគាត់កោតសរសើរទៅលើគេប្រកសក្នុងការបាញ់ ODM Gear របស់ Levi ខ្លាំងមែនទែនហើយគាត់ក៏បានសួរសំណួរខ្លះទៅកាន់ Levi ផងដែរទីមួយគឺគាត់សួរថាតើ Levi នឹងបាន ODM Gear នឹងមកពីណាហើយ Levi គឺមិនខ្ចីឆ្លើយនោះទេព្រោះហើយគាត់សួរមួយសំណួរទៀតថាគាត់ឃើញ skill របស់ Levi ហ្នឹងគឺថាប្រើ ODM Gear ច្បាស់ខ្លាំងមែនទែនតើ Levi ហ្នឹងរៀនវាមកពីណាហើយដូចដើម Levi គឺគាត់មិនខ្ចីឆ្លើយនោះទេដែលឃើញថា Levi ហ្នឹងគឺថាឆ្លើយបែបនេះ Mike គាត់ក៏បានចាប់ក្បាលរបស់ Levi ញាត់ចូលទៅក្រោមដីតែម្ដងដែលនេះគឺជាទង្វើមួយដែល Levi គឺគាត់ស្អប់ខ្លាំងមែនទែនគឺគាត់ស្អប់ការកខ្វក់ហ្នឹងឯងដែលឃើញថាមេក្រុមរបស់ខ្លួនកំពុងតែរងការឈឺចាប់បែបនេះ Fallen ក៏បាននិយាយទៀតផងដែរថា ODM Gear របស់នេះគឺគាត់បានមកពីបណ្ដាញរបស់គាត់ដែលបណ្ដាញរបស់គាត់គឺបកគលឲ្យគាត់ហ្នឹងឯងតែតាមការពិតគឺគាត់មិនដឹងទេថា ODM Gear មុននេះ Levi គឺបានមកពីណាទេហើយក្នុងរឿងគឺគាត់បានប្រាប់ដូចគ្នា Commander Erwin គាត់ឃើញបែបនេះគឺគាត់ដឹងដែរថា Fallen ហ្នឹងគឺប្រកាសជាកុហកគាត់ជាមិនខាននោះទេបន្ទាប់មកគាត់ក៏បានរត់ជង្គង់ទៅកាន់ល្បាប់ដែលនៅខាងមុខរបស់ Levi នឹងផងដែរបង្ហាញពីការនិយាយស្មើភាពគ្នាថាគាត់មិនមែនជាអ្នកណានោះទេគាត់ក៏បាននិយាយទៅកាន់ Levi ទៀតផងដែរថាគាត់ឲ្យសំណើទៅកាន់ Levi ចំនួន2ទី1គឺគាត់ចង់ខ្ចីកម្លាំងរបស់ Levi ហើយឲ្យ Levi ហ្នឹងគឺចូលបម្រើជាកងទ័ពក្រុមស្គរវិជាស្មានរបស់គាត់ទៅធ្វើការជាមួយនឹងគាត់ដោយសារតែគាត់ឃើញទេពកោសល្យរបស់ Levi ហ្នឹងគឺមិនគួរឲ្យដល់ដៃរបស់ក្រុមប៉ូលីសទេគាត់ចង់ខ្ចីកម្លាំងរបស់ Levi ហ្នឹងគឺធ្វើការប្រយុទ្ធនៅខាងក្រៅជញ្ជាំងជាមួយនឹងពពួក Titan ទាំងអស់នោះហើយ Levi ក៏បាននិយាយថាប្រសិនបើគាត់មិនព្រមទៅលើសំណើមួយនេះគឺមានរឿងអ្វីកើតឡើងលោក Erwin ក៏បាននិយាយថាប្រសិនបើឯងមិនយកប្រសំណើរបស់យើងទេយើងនឹងបកគលឯងទៅឲ្យក្រុមប៉ូលីសហើយពួកគេប្រកាសជាកាត់ទោសឯងជាមិនខាននោះទេ Levi ឮដូច្នោះហើយគាត់ក៏បានយកប្រំទាំងមិនស្ទាក់ស្ទើររួចហើយលោក Erwin ក៏បានណែនាំឈ្មោះទៅកាន់ Levi ទៀតផងដែរថាយើងមានឈ្មោះថា Erwin Smith គឺជា Captain នៃក្រុម Scorpion ចុះឯងនេះមានឈ្មោះអ្វីដែរ Levi ដូច្នេះហើយ Levi គឺធ្វើការសម្រេចចិត្តឡើងទៅផ្នែកខាងលើចូលរួមជាមួយនឹងក្រុម Scorpion តែនេះគឺមិនដឹងថាជាផែនការរបស់ Levi ឬក៏គាត់សម្រេចចិត្តដោយខ្លួនឯងទេយើងចាំមើលបន្តទៀតហើយមើលមកដល់ត្រឹមនេះហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាថាសាច់រឿងទាំងអស់ហ្នឹងគឺវាកើតឡើងមុនពេលដែលចិញ្ចឹម Maria ត្រូវបានវាយប្រហាររយៈពេលកន្លះឆ្នាំមុនមានន័យថាមុនពេលដែលចិញ្ចឹម Maria ត្រូវបានវាយប្រហារកន្លះឆ្នាំហ្នឹងឯងព្រោះគឺតាំងពីលោកមេបញ្ជាការគិតក៏មិនទាន់ធ្វើជាមេបញ្ជាការបង្រៀនទៅកាន់កូនទាហានម្លេះតែមានន័យថា
គាត់នៅជា commander ហ្នឹងឯងនៅពេលនេះផងដែរក្រុមទាហានទាំងអស់នោះគឺកំពុងតែប្រជុំគឺដោយសារតែ Erwin គឺបានយកក្រិតជនចំនួន3នាក់ចេញពី underground ដែលគេមិនបានប្រគល់វាទៅកាន់ក្រុមប៉ូលីសទេពោលគឺដោយសារតែ Erwin ដឹងថានៅខាងក្រោមនោះគឺប្រកាសជាមានឧក្រិដ្ឋកម្មណាមួយធំជាមិនខាននោះទេហើយគាត់គឺចង់ស៊ើបអង្កេតរឿងនេះឲ្យកាន់តែស៊ីជម្រៅទើបដូច្នេះហើយគាត់ដឹងថា3នាក់នេះប្រកាសជាកូនសោតសម្រាប់អាចជួយគាត់បានប៉ុន្តែគឺគាត់មិនបាននិយាយរឿងនេះទៅប្រាប់អ្នកគ្រប់គ្នានោះទេពោលគឺគាត់បានត្រឹមតែនិយាយថាគាត់បានយកមនុស្ស3នាក់នេះមកគឺដោយសារតែគេមានកម្លាំងខ្លាំងតែប៉ុណ្ណោះហើយដោយសារតែសមត្ថភាពប្រើប្រាស់ ODM gear របស់ Levi ទៅធ្វើឲ្យគាត់ចាប់អារម្មណ៍ចង់យក Levi ចូលទៅក្រុម Scott Policeman ហ្នឹងឯងហើយលោកមេបញ្ជាការ Kid គឺគាត់ចង់ឃើញមនុស្ស3នាក់នឹងខ្លាំងមែនទែនគាត់បាននិយាយថាគាត់ចង់ឃើញមនុស្ស3នាក់ដែលលោក Commander Erwin recommend ឲ្យគាត់នឹងខ្លាំងណាស់ដូច្នេះហើយគាត់ក៏ធ្វើការកោះហៅមនុស្ស3នាក់ហ្នឹងឲ្យមកធ្វើការប្រជុំជាមួយនឹងគាត់ផងដែរនៅពេលដែលគេកំពុងតែគោរពក៏ដូចជាតម្រង់ជួរនោះលោកមេបញ្ជាការ Kid ក៏បានឲ្យក្រុមរបស់ Levi ហ្នឹង introduce ខ្លួនឯងមានន័យថាឲ្យនិយាយពីឈ្មោះក៏ដូចជាណែនាំខ្លួនឯងហ្នឹងឯង Levi ក៏បាននិយាយនឹងឆ្លើយទៀតផងដែរថាយើងឈ្មោះថា Levi ធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងគឺថាស្រឡាញ់កាំងគ្រាតែម្ដងសូម្បីតែហានក៏គាត់ឆ្ងល់ដែរថាប៉ែហ្នឹងគឺជាពីណាគេមិនក៏ឆ្លើយខ្លាំងម្ល៉េះនៅមុខមេបញ្ជាការហើយនៅនិយាយបែបនេះទៀតបន្ទាប់មក Isabel ក៏បាននិយាយថានាងមានឈ្មោះថា Isabel បំណងប្រាថ្នារបស់នាងគឺស្រដៀងជាមួយនឹង Eren ដែរគឺនាងចង់ធ្វើការរស់នៅលើខាងលើនឹងឯងដែលមានន័យថាមិនចង់រស់នៅខាងក្រោមទៀតនោះទេមួយទៀតគឺជា Fuller ហើយលោកមេបញ្ជាការ Kid ដោយសារតែឃើញថា3នាក់ហ្នឹងគឺមានចរិតដូចអាប៉ែមួយដែលមានឈ្មោះថា Flagon ដូច្នេះហើយគាត់ធ្វើការឲ្យ3នាក់ហ្នឹងទៅនៅជាមួយនឹងក្រុមរបស់ Flagon តែម្ដងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Flagon និងធ្វើការបង្រៀនទៅដោយ Flagon ផ្ទាល់ Flagon ហ្នឹងគឺគាត់មើលមុខរបស់ Levi គឺគាត់យកព្រមជាមួយនឹងដំណើរមួយហ្នឹងទាំងទើសចិត្តតែម្ដងដោយសារ Levi ហ្នឹងគឺមុខឌឺពេកបន្ទាប់មកដល់ថ្ងៃដែលពួកគេរើអវ៉ាន់ទៅនៅក្នុងទីស្នាក់ការហើយពេលដែលចូលទៅដល់បន្ទប់ដេកភ្លាមរឿងដែល Levi របស់យើងធ្វើរបស់គេហ្នឹងគឺទៅមើលកែរបស់ខ្លួនឯងហ្នឹងឯងយីខាងលើហ្នឹងវាស្អាតជាង underground ហើយមិនបានជាមិនចេះជូតដីជូតអីឲ្យគេដេកអញ្ចឹង Fulan ឃើញដូចជាមិនស្រួលក៏គិតថាពេលហ្នឹងវាយគ្នាឥឡូវហើយហ្នឹងក៏បានចូលទៅសម្រួលស្ថានភាពផងដែរមើលទៅ Levi ហ្នឹងគឺមិនចេះគោរពអាណាគេនោះទេហើយ Fulan ហ្នឹងគឺគាត់បានយកដៃមកដាក់ធ្វើជាសញ្ញាគោរពទៀតផងដូចជា Connie នៅពេលដែលចូលធ្វើជាទាហានដំបូងអញ្ចឹងគាត់ក៏បាននិយាយថាគាត់នឹងធ្វើការមួយនេះឲ្យបានល្អឥតខ្ចោះមិនឲ្យលោក Flagon ហ្នឹងគឺគាត់ខកចិត្តនោះទេហើយ Mr. Flagon របស់យើងហ្នឹងមើលទៅគឺដូចជាអញ្ញាញ៉ៃពេកហ្នឹងគាត់បានដើរចេញមកទៅប៉ុន្តែមុននឹងដើរចេញគាត់បាននិយាយថាការគ្រប់គឺគេមិនធ្វើអញ្ចឹងនោះទេគឺគេយកដៃទៅក្តាប់មិនមែនយកដៃទៅវាយបេះដូងទេនិយាយការមកដល់លើ Reset លោក Erwin ជាមួយនឹងលោកមេបញ្ជាការ Kid គឺកំពុងតែនិយាយទៅពីរឿងមួយនោះហើយគឺជារឿងដែលលោក Commander Erwin របស់យើងកំពុងតែស៊ើបអង្កេតហ្នឹងឯងគឺក៏កំពុងតែស៊ើបអង្កេតទៅលើឈ្មោះម្នាក់ដែលមានឈ្មោះថា Lobo ហ្នឹងឯងអាពេលហ្នឹងគឺបើកក្រុមហ៊ុនខ្នាតធំខ្លាំងមែនទែនហើយក្រុមហ៊ុនរបស់ខ្លួនឯងហ្នឹងភាគច្រើនគឺសុទ្ធតែក្រុមហ៊ុនខុសច្បាប់ទៀតអញ្ចឹងហើយគឺគាត់កំពុងធ្វើសំណុំរឿងមួយដាក់នៅក្នុងឯកសារដើម្បីធ្វើការយកទៅប្តឹងថ្នាក់លើឲ្យអាប៉ែហ្នឹងជាប់គុកខ្លួនឯងដូច្នេះទើបគាត់យករឿងមួយហ្នឹងគឺមកនិយាយជាមួយនឹងលោកមេបញ្ជាការ Kid ប៉ុន្តែគឺគាត់មិននិយាយចំទេគឺគាត់និយាយរបៀបបញ្ឆិតបញ្ជៀងហ្នឹងឯងធ្វើឲ្យលោកមេបញ្ជាការ Kid គឺគាត់ឆ្ងល់ខ្លាំងមែនទែនតែលោកមេបញ្ជាការ Kid ក៏ជាមនុស្សឆ្លាតម្នាក់ផងដែរពេលដែលគាត់លើបែបនេះគឺគាត់បានសួរទៀតផងដែរថាតើលោក Commander Erwin ហ្នឹងគឺមានផែនការអ្វីឬក៏អត់តែលោក Commander Erwin ក៏បាននិយាយថាគាត់ទៀតផងដែរថាគឺគាត់មិនចង់និយាយរឿងនេះឲ្យកាន់តែវែងឆ្ងាយទេគឺដោយសារតែពេលនេះគឺគាត់មិនទុកចិត្តថាអ្នកណានៅខាងណានោះទេហើយគណៈពេលតែមួយហ្នឹងផងដែរហ្នឹងគឺយើងបានស្រមៃតែឃើញ Levi ផងដែរដោយ Levi ក៏បានស្រមៃទៅកាន់ពីសម្ដីដែលគាត់បានសន្យាជាមួយនឹងពេល Lobo នេះទៅផងដែរថាបេសកកម្មទី1ដែល Lobo ឲ្យគាត់ធ្វើនោះគឺធ្វើយ៉ាងណាទៅលើកណ្ដាលដែលគាត់ទៅលើគុណកម្មរបស់ពេល Lobo នោះចេញពីលោក Commander Erwin ក៏ដូចជាយកមកឲ្យគាត់ជាដើមហើយបេសកកម្មទី2ដែលគាត់ត្រូវធ្វើនោះគឺសម្រាប់លោក Commander Erwin បំបិទមាត់តែម្ដងដូច្នេះហើយទៅធ្វើឲ្យ Levi របស់យើងសម្រេចឡើងមកខាងលើនឹងឯងហើយអ្វីដែលធ្វើឲ្យ Levi របស់យើងលះបង់នៅឋាននេះប្រកាសណាស់គឺជាសេរីភាពដែលឡើងមកលើខាងលើនឹងឯងហើយក៏ជាបំណងប្រាថ្នារបស់គេ Isabel ជាមួយនឹង Fallen ផងដែរដែលវាស្រដៀងគ្នាជាមួយនឹង Armin Mikasa ជាមួយនឹង Eren អញ្ចឹងគឺពួកគេចង់ទៅមើលសមុទ្របន្ទាប់មកនៅពេលដែលដល់កន្លែងដែលត្រូវបំបែកគ្នានោះលោក Commander Erwin ក៏បាននិយាយទៅកាន់មេបញ្ជាការ Kid ទៀតផងដែរថាតាំងពីគាត់បានចូលមកក្នុងក្រុម Scott Policeman នេះគឺគាត់បានសច្ចារួចហើយថាគាត់នឹងធ្វើការទាមទារក៏ដូចជាសិទ្ធិសេរីភាពឲ្យមនុស្សជាតិពីក្រុមពពួក Titan ដើម្បីឲ្យពួកគេមានជីវិតជីវ៉ារស់ឡើងវិញហើយអ្វីដែលគាត់ចង់បានគឺមិនមែនត្រឹមតែសេរីភាពនោះទេពោលគឺបើសិនជាមានសេរីភាពហើយមនុស្សគ្រប់គ្នានៅតែលួចឆក់ប្លន់ក៏ដូចជាមានអក្រិតកម្មនោះនេះមិនមែនហៅថាសេរីភាពនោះទេបន្ទាប់មកគាត់ក៏បានដើរចេញទៅបាត់ទៅហើយនៅពេលដែលគាត់ដើរមកនោះគឺគាត់ដើរជ្រោះគ្នាជាមួយនឹង Levi តែម្ដងប៉ុន្តែ Levi របស់យើងវិញសូម្បីតែមុខរបស់ Commander Erwin ក៏គាត់មិនមើលផងដែរប៉ុន្តែគាត់បាននិយាយនៅក្នុងចិត្តទៀតផងដែរថាយើងត្រូវតែសម្លាប់ឯងស្អែកឡើងគឺដល់ពេលដែលពួកគេគឺ train ក្នុងការរៀបចំក្នុងការធ្វើបេសកកម្មចេញទៅខាងក្រៅជាប្រចាំហើយ
យើងឃើញថាអ៊ីសាបេលគឺមានតំណែងតំណងល្អជាមួយនឹងសត្វខ្លាំងមែនតើដែលនឹងធ្វើការជីសែនមិនបាច់ចាំធ្វើការបង្ហាត់បង្រៀននោះទេទីឯលីវ៉ៃរបស់យើងក៏ដូចគ្នានៅក្នុង Underground គេប្រើ ODM Gear ដែលមិនមាន plate នោះទេតម្រាំទៅគេបាន plate ទៀតនោះគឺមិនដឹងថាជាខ្លាំងប៉ុណ្ណានោះទេឃើញដូច្នោះ Flagon ក៏ធ្វើការនិយាយបង្អាប់ទៅកាន់ Levi ទៀតផងដែរថាអាក្បិតហ្នឹងគេមិនកាន់អញ្ចឹងទេអាណាគេកាន់ខោក្រោយទៀតគេកាន់ទៅមុខបើសិនជាឯងកាន់អញ្ចឹងនៅពេលដែលវាយជាមួយនឹងខៃថាច្បាស់ណាស់ប្រកាសជាងប់មុនគេជាមិនខាននោះទេ Levi ក៏បាននិយាយទៀតផងដែរថាបើងប់វាយមុនគេធ្វើឲ្យ Flagon ហ្នឹងគឺថាក្តៅចិត្តខ្លាំងមែនទែននិយាយជាមួយ Levi អត់ចូលគ្នាសោះបន្ទាប់មក Levi ក៏បានបញ្ចេញសមត្ថភាពរបស់គាត់គឺថាហក់លឿនខ្លាំងយកទៅមែនទែនទៅធ្វើឲ្យហានិយាយថានឹងមិនសមត្ថភាពដែលលោក Commander Elvin អួតហ្នឹងបន្ទាប់មកគាត់ក៏បានចាប់ចិត្តក៏ដូចជាលួចធ្វើការចាប់អារម្មណ៍ទៅលើ Levi ផងដែរនិយាយថាអូប្រកាច់ប្រកិនតែម្ដង面白くなってきたなក្រោយមកគឺថាដល់ពេលដែល Levi របស់យើងបញ្ចេញសមត្ថភាពហើយគឺគាត់បានហក់លោតទៅកាន់ដើមឈើក៏ដូចជាផ្លាស់ទីលឿនខ្លាំងមែនទែនកាន់ទៅកាន់ម៉ានីកាំង Titan គឺថាមកកបិតរបស់គាត់មកឆ្វាច់ហ្នឹងគឺថាអាចឆ្វាច់តែម្ដងធ្វើឲ្យអ្នកនៅខាងក្រោមដែលកាន់ទៅលើម៉ានីកាំងហ្នឹងគឺឆ្ងល់ខ្លាំងមែនទែនថាបរិសុទ្ធអ្នកនេះគឺជាពីណាគេហើយអីក៏មានល្បឿនលឿនខ្លាំងអ្នកនេះនៅពេលដែលគាត់ធ្វើការហក់រួចហើយគាត់ក៏បានចោលភ្នែកទៅកាន់ Flagon ទៀតធ្វើអាប៉ែតនេះគឺកាន់តែខឹងទៅលើ Levi របស់យើងហើយយប់ឡើងខណៈពេលដែលលោក Commander Erwin របស់យើងកំពុងតែប្រជុំជាមួយនៅលោកវិជាការគឺនៅផងដែរ Levi Isabel ជាមួយនឹង Fulan ក៏ធ្វើការរកទៅលើឯកសារដែលពួកគេកំពុងតែតាមរកផងដែរប៉ុន្តែពួកគេគឺរកមិនទាន់ទេហើយលោក Commander Elvin ក៏ធ្វើកំណើតមកដល់ទីនេះផងដែរហើយពួកគេក៏ធ្វើការមកប្រជុំគ្នាហើយពួកគេក៏សម្រេចចិត្តថានឹងធ្វើការដូរផែនការតែម្ដងដោយសារតែពួកគេគឺចិត្តទៅដល់ពេលវេលាមួយដែលធ្វើការចេញទៅខាងក្រៅជញ្ជាំងហើយមានន័យថាគឺចិត្តដល់ពេលដែលពួកគេចេញធ្វើបេសកកម្មដំបូងហើយអញ្ចឹងមានន័យថានៅពេលដែលពួកគេចេញទៅធ្វើបេសកកម្មហ្នឹងពួកគេនឹងធ្វើការធ្វើយ៉ាងណាទៅលួចកណ្ដាស់មួយហ្នឹងចេញពីខ្លួនរបស់ Commander Elvin ទៅដោយសារតែពួកគេដឹងថាបើសិនជារកក្នុងបន្ទប់នឹងអត់ឃើញទេយ៉ាងហោចណាស់ក៏ពួកគេដឹងថាគាត់ទុកនៅក្នុងខ្លួនរបស់ខ្លួនឯងផងដែរហើយសំខាន់នៅពេលដែលពួកគេយកបានហើយយើងអាចសម្លាប់គាត់បានតែម្ដងដល់គិតថារឿងនេះស្រួលដោយបកចេញបែបនេះពួកគេក៏ធ្វើការយកផែនការមួយនេះតែម្ដងតែ Levi ក៏គាត់បាននិយាយថាផែនការមួយនេះគឺគាត់សុំធ្វើតែឯងទេដោយសារតែគាត់ដឹងថាខាងក្រៅហ្នឹងគឺវាគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាហើយពួកគេគឺមិនដែលឃើញ Titan ដែលផ្ទាល់ផ្នែកនេះទេកន្លែងនេះគឺវាស្តៀងដូចជា Eren អញ្ចឹងដោយនិយាយមិនចូលគ្នាហ្នឹងគឺថា Levi របស់យើងក៏បានចេញទៅខាងក្រៅបាត់ទៅនៅពេលដែលគាត់ចេញទៅខាងក្រៅគាត់បានមើលសម្លឹងទៅខាងលើមេឃគាត់កំពុងតែគិតទៅលើអនុស្សាវរីយ៍ចាស់ៗដែលស្ថិតនៅខាងក្រោម Underground នៅពេលនោះផងដែរ Isabel ជាមួយនឹង Fulan ក៏គាត់ធ្វើដំណើរមកដល់ទីនេះដូចគ្នា Isabel គាត់បាននិយាយថា Levi នឹងសន្យាជាមួយនឹងគាត់រួចហើយថាឡើងមកដល់ខាងលើហ្នឹងទៅណាគឺទៅជាមួយគ្នាហើយនឹងធ្វើបេសកកម្មជាមួយគ្នាចុះហេតុអ្វីហ្នឹងបានជាដូរចិត្តអញ្ចឹងឥឡូវហ្នឹងគឺនេះខ្លាំងមែនតើ Levi គឺគាត់បាននិយាយថាពីមុននឹងឥឡូវគឺវាខុសគ្នាដូចជាការសន្យារបស់ពួកយើងពីមុនអញ្ចឹងយើងសន្យាជាមួយគ្នាថាឡើងមកខាងលើនៅពេលដែលយើងឡើងមកបានគឺយើងនឹងបានឃើញផ្កាយទាំងអស់គ្នាទៅទេចុះហេតុអ្វីនៅពេលនេះយើងឡើងមកវាបែរជាមិនមានផ្កាយវាមានតែពពកបាំងចិត្តបែបនេះឬនៅផងដែរមេឃក៏ចាប់តាមស្រឡះបញ្ចេញលើកាមេរ៉ាស្មៃពន្លឺព្រះច័ន្ទđangស្រស់ស្អាតឲ្យពួកគេបានឃើញផងដែរគេដូច្នោះហើយ Isabel គាត់ក៏បាននិយាយឌឺទៅកាន់ Levi ទៀតផងដែរថាណ៎ឥឡូវមិនឥឡូវវាខុសគ្នាមិនវាដូចតែគ្នាហ្នឹងនៅពេលដែលឡើងមកវាឃើញដូចគ្នាអញ្ចឹងហើយដោយសារតែគិតទៅលើអនុស្សាវរីយ៍ពីមុនក៏ដូចជាគិតថាពួកគេអាចប្រហែលជាអាចនឹងគិតថាធ្វើបានហើយដូច្នេះ Levi ក៏បាននិយាយថាអូខេគាត់នឹងឲ្យពីរនាក់ហ្នឹងគឺធ្វើការចូលរួមជាមួយនឹងបេសកកម្មមុនហ្នឹងប៉ុន្តែធ្វើយ៉ាងណានៅខាងក្រោយគាត់បានហើយគឺកុំធ្វើការដោយឆៅមានន័យថាកុំធ្វើការទាំងស្រុងទុកឲ្យ Levi នឹងជាអ្នកធ្វើមុនហើយចាំតែបិទគូទៅបានហើយពីរនាក់ហ្នឹងក៏យកព្រមទាំងសប្បាយចិត្តហើយពួកគេក៏បានមើលប្រចាំជុំគ្នាអញ្ចឹងទៅមើលទៅ Levi គឺចាត់ទុកអ្នកទាំងពីរនេះដូចជាក្រុមគ្រួសាររបស់គេទៅហើយមិនយូរមិនម៉ាត់ថ្ងៃធ្វើដំណើរចេញទៅខាងក្រៅជញ្ជាំងក៏បានមកដល់ទាំងអស់គ្នាក៏ធ្វើការជីសេះចេញទៅខាងក្រៅជញ្ជាំងហើយវាក៏ជាលើកទី1ដែរដែលអ្នកទាំង3នាក់របស់យើងហ្នឹងមកចេញទៅខាងក្រៅជញ្ជាំងហ្នឹងឯងមានវិជាការស្រីម្នាក់ក៏បាននិយាយថាឲ្យអ្នកទាំង3ផងដែរថាកុំឲ្យមើលទៅណាណៃទឹកភ្លាំងច្រើនពេកដោយសារតែអ្នកទាំង3ហ្នឹងគឺមិនដែលបានឃើញ Titan នោះទេប្រកាសជាសប្បាយចិត្តអញ្ចឹងហើយ Titan តែវាចេញមកគឺវានឹងធ្វើការស៊ីពួកយើងជាមិនខាននោះទេគឺវាអត់សប្បាយចិត្តជាមួយនឹងយើងនោះទេហើយនិយាយមិនទាន់ផុតមកផងនោះគឺថាមាន Titan ជាច្រើនមករុំព័ទ្ធពួកគេតែម្ដងវិជាការគិតក៏ធ្វើការចាត់ចែង
ឲ្យពួកគេធ្វើការប្រយុទ្ធជាមួយនឹង Titan ទាំងអស់នោះរួចក៏បានបាញ់ផ្សាយពណ៌ក្រហមផងដែរថាពួកគេគឺកំពុងតែជួបគ្នាជាមួយនឹង Titan ហើយឆ្លៀនផងដែរទាហានម្នាក់ក៏ត្រូវបាន Titan ចាប់ស៊ីហើយធ្វើឲ្យ Flagon គឺខឹងខ្លាំងមែនទែនដោយសារតែម្នាក់ហ្នឹងគឺជាកូនក្រុមរបស់គាត់គឺគាត់ក៏ធ្វើការសាប់ពីក្រោយកញ្ចឹងករបស់ Titan មួយនោះសម្រាប់វាចោលបាត់ទៅនៅពេលក្រោយ Isabel ជាមួយនឹង Fuller ក៏មាន Titan ពីរក្បាលរត់តាមពួកគេផងដែរដោយឃើញថាពួកគេគឺត្រូវបាន Titan ចាប់ស៊ីលើហើយនឹង Levi ក៏គាត់បានធ្វើការបកទៅក្រោយវិញដើម្បីប្រយុទ្ធជាមួយនឹង Titan ទាំងពីរក្បាលនោះដោយ Levi គឺប្រើសមត្ថភាពរបស់គាត់តែមកឆ្វាច់នោះទេចាប់ Titan មួយនោះស្លាប់បាត់តែម្ដងហើយអ្នកទាំងពីរនេះក៏មិនដល់ចាញ់ចិត្ត Levi ផងដែរក៏បានធ្វើការធ្វើយ៉ាងណាកំចាត់ Titan មួយទៀតដោយមិនពឹងផ្អែកទៅលើសមត្ថភាពរបស់ Levi នោះទេហើយអ្នកទាំងពីរនេះគឺធ្វើបានពិតមែនប៉ុន្តែគឺស្ទើរតែស្លាប់ស្ទើរតែរស់ទៅហើយនៅពេលដែលពួកគេបានធ្វើការសម្លាប់ Titan ទាំងពីរនេះនោះហើយនោះព្រាននោះផងដែរលោក Commander Elvin ក៏ធ្វើដំណើរមកដល់ទីនេះគាត់ក៏បាននិយាយថាឲ្យទៅកាន់ Levi ទីផងដែរថាឯងធ្វើបានល្អខ្លាំងណាស់ប៉ុន្តែឯងគឺបានចាយទៅលើហ្គាសរបស់ឯងគឺច្រើនខ្លាំងមែនទែន Levi នោះដូចឆ្នោតទីក៏មិនសូវជាសប្បាយចិត្តនោះទេដែលគាត់ធ្វើល្អប៉ុណ្ណឹងហើយនៅតែធ្វើការផាកឲ្យគាត់ទៀតប៉ុន្តែលោក Commander Elvin គឺក៏បាននិយាយទៅកាន់រឿងផ្សេងយើងមើលតែឯងគឺដូចជាកំពុងតែខ្វាយខ្វល់ទៅលើរឿងអ្វីមួយអញ្ចឹងតើមែនដែរឬទេហើយមើលទៅមុខរបស់ Levi របស់យើងគឺដូចជាមែនអញ្ចឹងហើយបន្ទាប់មកគាត់ក៏បាននិយាយពីបំមាត់ដែលធ្វើឲ្យ Levi របស់យើងចងចាំពីនេះបំផុតនោះគឺគាត់បាននិយាយថាយើងប្រកាសជាដឹងថាឯងប្រកាសជាគិតទៅលើរឿងមួយនេះប៉ុន្តែយើងសូមប្រាប់ឯងឲ្យថាការសម្រេចចិត្តរបស់យើងគឺវាតែងតែមានត្រូវនិងមានខុសហើយយើងមិនអាចដឹងទេថានៅខាងមុខរបស់យើងគឺមានរឿងអ្វីកើតឡើងអញ្ចឹងហើយកុំស្ដាយទៅលើការសម្រេចចិត្តរបស់យើងសោះគួរតែធ្វើការធ្វើដំណើរជាមួយវាតែម្ដងទៅឬហើយក៏ទៅធ្វើការដើរចេញទៅបាត់ទៅហើយក៏ធ្វើឲ្យរីវ៉ាចងចាំពាក្យនឹងទុករហូតនឹងឯងគ្នានោះផងដែរមេឃក៏ធ្វើការបង្អប់ភ្លាមមកក៏ដូចជាមានប្រផ្នូលមួយប្រាប់រីវ៉ាថាចិត្តវារឿងអាក្រក់បានកើតឡើងហើយនៅពេលនេះគឺមេឃចូលអាប់ក៏ដូចជាមានភ្លៀងធ្លាក់ខ្លាំងយកតែមែនតែនធ្វើឲ្យក្រុមប្រវាយខំរបស់យើងគឺធ្វើការពិបាកក្នុងការធ្វើដំណើរខ្លាំងយកតែមែនតែនក្រុមរបស់លីវ៉ារបស់យើងគឺធ្វើដំណើរដាច់វងគេមានន័យថាមិនទៅចិត្តគេនៅចិត្តឯងនោះទេដើម្បីនិយាយពីរឿងសម្ងាត់របស់ពួកគេលីវ៉ាក៏បាននិយាយថាគឺដូចជាបេសកកម្មរបស់ពួកយើងអញ្ចឹងគឺយើងនឹងធ្វើការទៅចិត្តជាមួយនៅលោក Commander Elvin នៅធ្វើការសម្រាប់គាត់ក៏ដូចជាយកក្រដាសមនុស្សចេញពីគាត់អញ្ចឹងហើយឯងគឺមិនបាច់ចាំធ្វើអ្វីទេគឺធ្វើការរត់អមជាមួយនឹងទាហានទាំងអស់នោះទៅពេលដែលយើងទៅធ្វើការយកក្រដាសមនុស្សបានហើយយើងនឹងធ្វើការរត់ជាមួយនឹងគ្នាទាំងអស់គ្នាហើយមុននឹងធ្វើបេសកកម្មមួយនេះពួកគេគឺនៅតែនិយាយក្តីសម័យរបស់ពួកគេថាជីវិតដែលទទួលបានសិទ្ធិក្នុងការរស់នៅខាងលើយើងចិត្តទទួលបានហើយពួកគេក៏លាដៃលានីវ៉ាយតែម្ដងហើយនេះក៏ជារឿងចុងក្រោយដែរដែលគេបានជួបជាមួយនឹងនីវ៉ាយមូលហេតុដែលនីវ៉ាយគឺធ្វើការធ្វើដំណើរទៅកាន់ខាងមុខបែបនេះគាត់គឺដោយសារតែកុំរបស់គាត់នឹងគឺធ្វើដំណើរយឺតជាងគេមានន័យថាគឺនៅខាងក្រោយហ្នឹងឯងដូច្នេះហើយគឺគាត់ធ្វើដំណើរធ្វើយ៉ាងណាបុកឲ្យលឿនដើម្បីទៅទាត់លោក Commander Elvin ដើម្បីសម្លាប់លោក Commander Elvin យកក្រដាសមួយនឹងហ្នឹងឯងនៅពេលដែលគេធ្វើដំណើរសុខទុក្ខគេក៏បាននឹកឃើញទៅដល់ពេលសម្ដែងលោក Commander Elvin បាននិយាយថាការសម្រេចចិត្តរបស់យើងគឺវាតែងតែមានត្រូវនិងមានខុសហើយយើងគឺមិនអាចទីដឹងនោះទេថានៅខាងមុខគឺមានរឿងអ្វីកើតឡើងប៉ុន្តែយើងគួរតែធ្វើការរំខូចចិត្តក៏ដូចជាធ្វើការធ្វើដំណើរជាមួយនឹងការសម្រេចចិត្តរបស់យើងតែម្ដងធ្វើឲ្យ Levi ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលកើតឡើងហើយគាត់ក៏បាននិយាយក្នុងចិត្តទៀតផងដែរថាចាំមើលទៅ Erwin Smith យើងចិត្តទៅដល់ហើយយើងនឹងសម្លាប់ឯងដោយផ្ទាល់ដៃរបស់យើងហើយនៅពេលដែល Levi គាត់ធ្វើដំណើរលឿនពេកហ្នឹងគឺគាត់ភ្លេចចាប់អារម្មណ៍ថានៅទីនេះគឺមាន Titan គឺវានៅជុំវិញនឹងតែម្ដងអញ្ចឹងមានន័យថាអ្នកដែលមកខាងក្រោយគេហ្នឹងប្រកាសជាមានបញ្ហាជាមួយនឹង Titan មិនដែលជាមិនខាននោះទេបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាយូររួចហើយនោះ Levi គឺគាត់បានទៅដល់ជ្រោះមួយដែលសិតតែសាកសពរបស់ក្រុមសវ័យខំរបស់ខ្លួនហើយមិនតែប៉ុណ្ណោះនោះទេគឺគាត់បានឃើញដានជើង Titan ដែលវាទៅខាងក្រោយទៀតផងមានន័យថា Titan ទាំងអស់នេះគឺវាបានវាប្រហារពីមុខមកនឹងឯងហើយគាត់តែគិតបែបនេះភ្លាមគឺគាត់បានគិតឃើញទៅដល់ Isabel ជាមួយនឹង Fuller មុនគេតែម្ដងគាត់ក៏បានគិតថាពីអ្នកនោះប្រកាសជាមានបញ្ហាមែនតែនហើយដោយសារតែក្រុមសវ័យខំមកក្រុមធំទៅមិនឈ្នះ Titan មួយនឹងផងជួយតម្រាំទៅគ្នារបស់គាត់ទៀតនោះគាត់មានបញ្ហាមិនខាននោះទេគិតរួចហើយ Levi របស់យើងក៏ធ្វើដំណើរស្រូបបញ្ចាំទៅជួយអ្នកទាំងពីរហើយដោយសារតែ Levi ធ្វើដំណើរលើខ្លាំងពេកហ្នឹងគាត់ក៏បានធ្វើការជន់ទៅលើដៃរបស់សាកសពម្នាក់ដែលធ្វើឲ្យគាត់នឹងរអើលដួលធ្លាក់ទៅលើសាំងតែម្ដងនៅពេលដែលគាត់បានធ្លាក់ទៅលើសាំងឬគាត់សម្លឹងទៅខាងមុខរបស់គាត់ហ្នឹងគឺគាត់ឃើញទស្សនភាពមួយដ៏សាររន្ធត់ខ្លាំងយកតែមែនតើគឺគាត់បានឃើញក្បាលរបស់ Isabel ដែលនាងបានស្លាប់រួចទៅហើយនៅសល់តែក្បាលនោះទេបើកភ្នែកសម្លឹងកាន់ Levi ក៏ដូចជាខ្លួនមួយកំណាត់ខាងលើរបស់ Fuller ផងដែរនៅពេលនោះផងដែរ Levi របស់យើងគឺឈឺចាប់ខ្លាំងយកតែមែនតើគឺស្ទើរតែខ្លាំងជាង Obito នៅក្នុង Naruto ទៅទៀតដែលមិនដឹងថាពិភពលោកមួយនេះគឺវាខុសខើយ៉ាងនេះនោះទេបន្ទាប់មក Levi ក៏ធ្វើការបញ្ចេញកំហឹងទៅកាន់ Titan មនុស្សតែម្ដង
ដោយប្រើល្បឿនរបស់គាត់គឺស្ទើរតែមើលមិនទាន់នោះទេកាប់ទៅកាន់ថៃថែមនុស្សគឺមិនសឆ្អឹងនោះទេដោយវាយកដៃមករងគឺដាច់ដៃយកខ្លួនមករងគឺដាច់ខ្លួនមិនថែប៉ុណ្ណោះនោះទេគឺកាត់ក្បាលរបស់ថៃថែហ្នឹងដាច់ចេញពីខ្លួនតែម្ដងរួចហើយចុងក្រោយគឺគាត់សាប់ទៅក្រោយអញ្ចឹងករបស់ថៃថែមនុស្សគឺធ្វើឲ្យវាដាច់ខ្លួនស្លាប់ភ្លាមតែម្ដងបែកឈាមសាហាវខ្លាំងយកទៅមែនតែនហើយគាត់ក៏បានយំផងដែរលីវ៉ៃក៏ធ្វើការយំក៏ដូចជាសម្លឹងទៅកាន់ក្បាលរបស់អ៊ីសាប៊ែក៏ដូចជាខ្លួនរបស់ហ្វូឡែនផងដែរ ខណៈពេលដែលក្រុមទាហានស្វ័យខំផ្សេងទៀតក៏ធ្វើដំណើរមកដល់ទីនេះដូចគ្នាហើយរវិនគឺគាត់មិនអាចនិយាយអ្វីបាននោះទេហើយគាត់មានតែព្រមពាក្យថាសោកស្ដាយតែប៉ុណ្ណោះតាំងពីមេឃទទុំរហូតដល់ពេលនេះគឺមេឃវាស្រឡះវិញហើយលីវ៉ៃរបស់យើងគឺនៅតែខូចចិត្តមិនបាត់នោះទេទូត្រាលោក Commander Erwin របស់យើងចូលមកនិយាយទៅលីវ៉ៃរបស់យើងនោះខកទៅវាយគ្នាជាមួយនឹងលោក Commander Erwin តែម្ដងគាត់បាននិយាយថាគាត់នឹងសម្លាប់ Erwin ចោលឬបែបឆ្នោះហើយលោក Commander Erwin របស់យើងក៏បានទាញយកក្រដាស់ដែលលីវ៉ៃរបស់យើងកំពុងតែស្វែងរកនោះមកដោយតាមការពិតនឹងគឺគាត់ដឹងថាលីវ៉ៃរបស់យើងគឺតាមរកកដាស់នឹងតាំងពីយូរមកហើយក៏ដូចជាដឹងផែនការរបស់លីវ៉ៃអស់រលីទៅហើយតែគាត់ធ្វើមិនដឹងហ្នឹងឯងលីវ៉ៃរបស់យើងគឺខំទៅកាន់លោក Commander Erwin ខ្លាំងមែនទែនប៉ុន្តែនៅពេលនោះផងណាម៉ៃក៏ធ្វើការមកចាប់លីវ៉ៃរបស់យើងជាប់ហើយ Commander Erwin របស់យើងគឺដូចជាពេលមុនអញ្ចឹងគាត់បាននិយាយថាមកប្រាប់ឯងហើយថាការសម្រេចចិត្តរបស់យើងតែតែមានត្រូវមិនខុសអញ្ចឹងហើយយើងកុំសោកស្ដាយទៅលើការសម្រេចចិត្តរបស់យើងអីហើយយើងមិនដឹងទេថាការសម្រេចចិត្តរបស់យើងនឹងនាំនៅអ្វីមកយើងខ្លះហើយយើងគឺមិនអាចទាញទុកនោះទេថាមានអ្វីកើតឡើងនៅខាងមុខប៉ុន្តែយើងគួរតែធ្វើការសម្រេចចិត្តក៏ដូចជាធ្វើការទទួលយកនៅការសម្រេចចិត្តរបស់យើងទៅហើយលោក Commander Erwin របស់យើងក៏គាត់បាននិយាយថាពួកយើងនឹងមានមីសិនចេញមកខាងក្រៅជញ្ជាំងជាច្រើនលើកជាច្រើនសារទៀតហើយយើងសង្ឃឹមថាឯងនឹងចូលរួមជាមួយនឹងពួកយើងទៀតលីវ៉ៃក្រោយពេលដោះចម្ងល់នៅក្នុងចិត្តរួចហើយគាត់ក៏បានគិតថាពីសម្ដីរបស់ Erwin គឺត្រឹមត្រូវគាត់មិនអាចបន្ទោសទៅលើខ្លួនឯងខ្លាំងពេកនោះទេហើយតាមការពិតគឺលោក Commander Erwin គឺមិនមែនគាត់បានបាត់បង់អ្វីសោះនោះទេគាត់ក៏បានបាត់បង់ Flagon ដែលជាកូនក្រុមរបស់គាត់ផងដែរប៉ុន្តែដោយសារតែដូចគាត់និយាយអញ្ចឹងគឺដោយសារតែគាត់បាននិយាយថាការសម្រេចចិត្តរបស់យើងគឺយើងមិនអាចមើលឃើញទេថាវានឹងនាំអ្វីមកកាន់យើងខ្លះលីវ៉ៃដោយសារតែមានសម្ដីរបស់លោក Erwin បានធ្វើឲ្យគាត់កម្រើកចិត្តនៅពេលដែលផងដែរគឺគាត់បានស្ម័គ្រចិត្តចូលរួមជាក្រុម Scorpion តែម្ដងដើម្បីធ្វើការដើរតាមលោក Commander Erwin តែម្ដងហើយនេះក៏ជាចំណុចបត់បែននៅក្នុងជីវិតរបស់លីវ៉ៃរបស់យើងផងដែរដែលធ្វើឲ្យលីវ៉ៃរបស់យើងក្លាយជាលោក Captain មួយដែលធ្វើការផ្ដល់ភាពកក់ក្ដៅទៅកាន់ក្រុមស្វ័យខំរបស់យើងទាំងគ្នាហ្នឹងឯងលីវ៉ៃក៏បាននិយាយនៅក្នុងចុងសាច់រឿងទៀតផងដែរថាខ្ញុំមិនដឹងថាខ្ញុំទៅកំពុងតែគិតអ្វីទេនៅពេលដែលខ្ញុំបកគោលការជឿជាក់របស់ខ្ញុំទៅកាន់មិត្តរបស់ខ្ញុំវាតែងតែបាត់បង់ជានិច្ចមិនថាពួកគេជាអ្នកណានោះទេប៉ុន្តែបរិបទនេះគឺធ្វើឲ្យគេដឹងថានៅមានអ្វីៗជាច្រើននៅក្នុងជីវិតរបស់ខ្លួនទៅទៀតទៅធ្វើឲ្យលីវ៉ៃទៅតាមលោក Commander Erwin តាំងពីពេលនោះមកហ្នឹងឯងហើយចុងក្រោយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់នៅត្រង់ហ្នឹងដូចគ្នាហើយតាមការពិតទៅរឿងនេះគឺខ្ញុំចង់ធ្វើតាំងពីពេលដែលធ្វើការចប់ទៅលើ Attack on Titan ដំបូងមកម្ល៉េះប៉ុន្តែដោយសារតែខ្ញុំអត់មានពេលទេហើយពជាពេលឡើងចិត្តមួយឆ្នាំទៅហើយទឹកបានសម្រាយរឿងហ្នឹងមកហើយខ្ញុំអាចនឹងបកមកសម្រាយទៅលើ Attack on Titan មិនថាជា demo វិញឬក៏ជា OVA ទេគឺខ្ញុំអាចនឹងបកមកសម្រាយហើយសង្ឃឹមថាអ្នកនរគ្នានៅតែគាំទ្រខ្ញុំដោយការពីមុនអញ្ចឹងហើយជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច like និង subscribe ហើយអាចគាំទ្រខ្ញុំបានតាម ABA ខ្ញុំដាក់នៅលើអេក្រង់ហ្នឹងដែរដូច្នេះគោលបាយដល់នេះជម្រាបលាបាយបាយ